ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំមកបង្ហាញអំពីចាដៃមួយដែលគាត់គេហៅថាដៃមិនងាយនឹងដាច់លុយចាដៃសម្បូរលុយចាយហើយក៏អាចកាន់លុយធំបានណាចាឥឡូវយើងមើលខ្សែវាសនារបស់គាត់នេះចេញអំពីចាខ្សែជីវិតរបស់គាត់ណាចាខ្សែវាសនារបស់គាត់ចាបដូរទិសដៅនៅក្នុងអាយុ50ណាចាហើយចានេះខ្សែនេះគេហៅថាខ្សែព្រះអាទិត្យរបស់គាត់នេះគេហៅថាចាខ្សែព្រះអាទិត្យដែលមានកម្លាំងបុណ្យចាស់ខ្លាំងណាចាហើយក៏មានខ្សែមួយមកភ្ជាប់ចារវាងខ្សែព្រះអាទិត្យនិងខ្សែចានៅក្រោមចាទួលសៅណាចាខ្សែវាសនានៅក្រោមទួលសៅចាខ្សែបែបនេះណាបញ្ចូលគ្នាបែបនេះចេញជាអក្សរ X បែបនេះគេហៅថាធម្មពលខ្លាំងបានទាំងពីរទួលបានទាំងចាទួលសៅចាបានទាំងទួលអាទិត្យទាំងពីរនេះបុកចូលគ្នាគឺមានកម្លាំងខ្លាំងគេហៅថាការងាររកស៊ីកិត្តិយសគេឈ្មោះចាអ្នកនឹងគឺចាយកបានដោយងាយស្រួលចាចង់ធ្វើមន្ត្រីរាជការក៏ល្អរកស៊ីក៏រឹតតែល្អទៅទៀតណាចាយ៉ាងម៉េចបានខ្ញុំថាគាត់រកស៊ីរឹតតែល្អនេះចាខ្សែនេះគឺគេហៅថាខ្សែអាជីវកម្មចាខ្សែអាជីវកម្មរបស់គាត់ចាគឺចាដោះមកចេញចាមានត្រីកោណនៅខាងក្រោមនេះទៀតណាចាភ្ជាប់ជាមួយនឹងខ្សែខួរក្បាលគាត់បែបនេះណាចាខ្សែអាជីវកម្មចាដែលមានចាត្រីកោណភ្ជាប់ជាមួយចាជាមួយនឹងខ្សែខួរក្បាលបែបនេះគឺខ្សែអាជីវកម្មដែរអ្នកនឹងធ្វើអាជីវកម្មទៅរុងរឿងណាចាមកមើលលើខ្សែវាសនាគាត់នៅត្រង់នេះចាខ្សែវាសនាក្រោមទួលសៅរបស់គាត់ក៏មានដុសត្រីកោណភ្លោះណាចាហើយមកមើលលើខ្សែណាចាខ្សែវាសនារបស់គាត់នេះចានៅគេហៅថាល្វែងលំបាកចានៅល្វែងលំបាកនឹងទៅទៀតគឺត្រីកោណចាផ្ទួនគ្នាចិត្តគ្នានឹងត្មងណាចាឬក៏អាចផ្គុំគ្នាចូលបានចេញជាសញ្ញាស្គរទៅទៀតណាចាអាចនិយាយបានថាខ្សែវាសនាអ្នកដែលមានឈ្មោះល្បីល្បាញណាចារស់ស៊ីទៅចាលះនឹងមានគេស្គាល់ចាមានភាពល្បីល្បាញចាគេឈ្មោះណាចានិយាយរួមទៅខ្សែដៃរបស់គាត់នេះមានត្រីកោណច្រើនជាពិសេសខ្សែត្រីកោណអែបជាមួយនឹងខ្សែវាសនាចាហើយចាតកតងជាមួយនឹងខ្សែចាមួយនេះទៀតគេហៅថាចាត្រីមង្គលនេះចាគឺអែបជាមួយនឹងខ្សែវាសនាគេហៅថាខ្សែវាសនាមានកម្លាំងខ្លាំងប្រកបដោយភាពរុងរឿងណាចាកន្លែងនេះទៀតក៏មានចាវោហាសាស្ត្រណាខ្សែវោហាសាស្ត្រអ្នកដែលមានខ្សែវោហាសាស្ត្រនេះបកកែចរចាជំនាញណាអ្នកដែលជំនាញខាងវិទ្យាសាស្ត្រក្នុងការចរចាចាបកកែស្រាវជ្រាវចាមនុស្សមិននៅមួយកន្លែងគេហៅថាមនុស្សដែលមានគំនិតថ្មីទៅរហូតណាចាសំខាន់គឺពូកែតំណែងនឹងតែម្ដងណាចា